និស្សិតទាំងអស់គ្នាខ្ញុំបាទមកពី Channel Learning English with Kim ហើយថ្ងៃនេះផងដែរខ្ញុំមានប្រធានបទមួយតាក់ទងជាមួយនឹង tenses in English ហើយចំពោះ Channel របស់ខ្ញុំនឹងធ្វើការបែងចែកការបង្រៀនភាសាអង់គ្លេសជា3ផ្នែកព្រោះអាចមានកម្រិតនៃសិស្សានុសិស្សរបស់យើងមានកម្រិតខុសៗគ្នាអញ្ចឹងចំពោះវីដេអូថ្ងៃនេះខ្ញុំនឹងបែងចែកចូលកម្រិត beginner ហើយខ្ញុំនឹងបន្តធ្វើការបង្កើតវីដេអូតាក់ទងជាមួយនឹងផ្នែក intermediate និងដូចជា advanced ផងដែរអញ្ចឹងថ្ងៃនេះខ្ញុំបានលើកយកនិងចែកម្លែកទៅលើ grammar ដែលសំខាន់មួយនៅក្នុងភាសាអង់គ្លេសជាពិសេសទៅដល់ beginner តម្ដងព្រោះដោយសារ grammar មួយនេះគឺគេប្រើប្រាស់ជាប្រចាំពេលដែលយើងប្រើប្រាស់ចំពោះ verbal ការនិយាយក្តីឬក៏ការសរសេរក្តីហើយ grammar មួយនេះគឺគេប្រើប្រាស់ហើយវាជាផ្នែកដ៏សំខាន់មួយនៅក្នុងភាសាអង់គ្លេសដើម្បីឲ្យយើងយល់ទៅដល់ grammar ផ្សេងៗទៀតផងដែរហើយ tenses in English នេះគឺមានច្រើនប្រភេទប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការលើកយកចំនួន3ប្រភេទធំៗដោយសារតែខ្ញុំបែងចែកtenses ហ្នឹងទៅតាមពេលវេលារបស់កាលនីមួយៗហ្នឹងអញ្ចឹងបើយើងបែងចែកទៅតាម class ផ្សេងៗទៀតតាម class មួយៗដូចឧទាហរណ៍ past tense present tense ឬក៏ future tense ហ្នឹងបើយើងបែងចែកបន្តទៀតគឺវាមានsub types ទូចៗនៅខាងក្រោមហ្នឹងទៀតប៉ុន្តែខ្ញុំចង់និយាយថាកន្លែងនេះខ្ញុំបែងចែកទៅជា3ប្រភេទតាមរយៈការពេលវេលាទេប៉ុន្តែបើយើង base មែនតើទៅយើងអាចបែងចែករហូតដល់12ប្រភេទហ៎អញ្ចឹងយើងដឹងហើយថានៅក្នុងកាលអង់គ្លេសគឺយើងមាន3ទី1គឺតាក់ទងជាមួយនឹងសកម្មភាពអតីតកាលសកម្មភាពបច្ចុប្បន្នហើយនឹងសកម្មភាពនៅថ្ងៃអនាគតអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹង focus តាក់ទងជាមួយនឹងកាលដែលពាក់ព័ន្ធនឹងបច្ចុប្បន្នភាពបច្ចុប្បន្នកាលប៉ុន្តែចំពោះកាលអតីតកាលដែលជា past tense ហើយនិង future tense ជាកាលនៅក្នុងថ្ងៃអនាគតហ្នឹងខ្ញុំនឹងធ្វើវីដេអូដល់ like ដទៃទៀតនៅក្នុងការចែកម្លែកទៅដល់បងប្អូនសិស្សានុសិស្សទាំងអស់គ្នាអញ្ចឹងយើងចាប់ផ្ដើមចូលទៅក្នុងកាលដំបូងគេតាក់ទងជាមួយនឹង present tenses អញ្ចឹងនៅក្នុង present tenses គឺយើងមានកាលដទៃទៀតចំនួន4ទី1 present simple tense present continuous tense present perfect tense ហើយនិង present perfect continuous tense ហើយយើងនឹងមើលទាំងអស់គ្នាថាតើកាលនីមួយៗគេប្រើប្រាស់ទាំងដូចម្ដេចហើយវាមានទម្រង់ formula បែបណាព្រោះដល់ពេលដែលយើងចេះរបៀបប្រើប្រាស់យើងចេះរបៀបនៅក្នុងការប្រើប្រាស់ដើម្បីអ្វីយើងអាចយល់ដឹងអំពីកាលទាំងអស់នេះហើយអញ្ចឹងទី1តាក់ទងនឹង present simple tense អញ្ចឹង present simple tense គឺគេនិយាយតាក់ទងជាមួយនឹង general truth facts ឬក៏ជា habit general truth និង facts ហ្នឹងគឺជាការពិតដែលអាចជាការពិតផ្នែកវិទ្យាសាស្ត្រឬក៏ការពិតដែលមនុស្សគ្រប់គ្នាសុទ្ធតែគិតថាវាជាការពិតណាហើយចំពោះ habit គឺជាទម្លាប់ដែលយើងធ្វើប្រចាំថ្ងៃឬក៏ជាទម្លាប់ដែលយើងធ្វើប្រចាំសប្តាហ៍ជាទម្លាប់របស់យើងអញ្ចឹងយើងដឹងពីរបៀបប្រើប្រាស់នៅក្នុងកាលមួយនេះហើយយើងមកស្គាល់នៅ formula វាទាំងអស់គ្នាអញ្ចឹងរបៀបបង្កើតជាកាលមួយជាប្រយោគនៃកាលមួយនេះយើងអាចប្រើប្រាស់ subject បូកជាមួយនឹង verb base form អាហ្នឹង verb 1ព្រោះនៅក្នុង verb ភាសាអង់គ្លេសហ្នឹងយើងមានកិរិយាសព្ទ3ប្រភេទមាន verb 1 verb 2 verb 3បើសិនជាអ្នកទាំងអស់គ្នាចង់បានតាក់ទងជាមួយនឹង verb ទាំងអស់នេះខ្ញុំអាចធ្វើវីដេអូផ្សេងមួយទៀតដើម្បីបង្ហាញអ្នកទាំងអស់គ្នាពីភាពខុសគ្នារវាង verb ទាំង3នេះហើយជាមួយនឹងការបូកជាមួយនឹង object បើសិនជាករណីយើងមានយើងអាចបូក object បានប៉ុន្តែសង្កល់មួយអ្នកទាំងអស់គ្នាពេលដែលយើងធ្វើការបង្កើតជា sentence យើងចង់ឲ្យ verb ជាមួយនឹង subject វានឹងត្រូវគ្នាអញ្ចឹងហើយយើងមានgrammar មួយគេហៅថា subject verb agreements ពេលដែលយើងធ្វើអញ្ចឹងទៅពេលដែលឧទាហរណ៍ថាយើងមាន subject I we you និង they យើងត្រូវប្រើវាជាមួយនឹង plural verb forms អញ្ចឹងយើងអត់មានថែម ses ឬក៏ ies ឬក៏format ផ្សេងទៀតនៅពីក្រោយ verb របស់យើងទេប៉ុន្តែបើក្នុងករណីយើងប្រើ subject he she it យើងត្រូវបន្ថែមses ies ទៅតាម singular verb form របស់វាអញ្ចឹងខ្ញុំនឹងឲ្យជាឧទាហរណ៍ទៅដល់អ្នកទាំងអស់គ្នាចំនួន2ទី1តទៅនឹង water boils at 100 degrees Celsius អញ្ចឹងកន្លែងនេះគឺជាយើងហៅថាគឺជាការប៉ັດទូទៅព្រោះយើងទាំងអស់គ្នាសុទ្ធតែដឹងហើយថាទឹកវានឹងធ្វើចំណុចកម្ពស់នៃទឹកឬក៏ថាទឹកពុះនៅ100អង្សាសេ
ហើយទី2 I usually play football on weekends អានោះវាគឺជាទម្លាប់របស់យើងប្រាប់ពីថាតើទម្លាប់យើងចូលចិត្តធ្វើអីនៅថ្ងៃចុងសប្តាហ៍ឧទាហរណ៍ថាយើងនិយាយថាយើងចូលចិត្តទៅលេងបាល់យើងចូលចិត្តលេងបាល់បោះឬក៏យើងចូលចិត្តរត់ប្រណាំងផ្សេងៗឥឡូវនេះខ្ញុំចូលទៅដល់កាលទី2នៅក្នុង present tenses ទៅគេហៅថាជា present continuous tense អញ្ចឹង present continuous tense នេះគឺរបៀបប្រើប្រាស់របស់វាគឺយើងនិយាយពី action ដែលកើតមានឥឡូវហ្នឹងឬក៏តាំងតែកើតមានហើយ action មួយហ្នឹងអញ្ចឹងយើងដឹងហើយថាដើម្បីបង្កើតជាប្រយោគមួយនៅក្នុងប្រភេទ tense យើងត្រូវតែប្រើ subject បូក to be verb ing បូក object ហើយកន្លែងនេះក៏ចង់សង្កត់ប្រាប់បងប្អូនដែរបើយើងចង់ប្រើប្រាស់ verb to be យើងត្រូវតែ follow subject verb agreement ដូចគ្នាដូចជា I យើងប្រើជាមួយ am we you or they យើងប្រើជាមួយ are ហើយ he she it យើងប្រើជាមួយ is ដើម្បីយើងអាច form to be ហើយនឹង ing មកត្រឹមត្រូវបើមិនជាយើងប្រើកន្លែងហ្នឹងខុសដូចយើងនិយាយថាhe are ក៏យើងអត់អាចប្រើអញ្ចឹងបានដែរអាហ្នឹងគឺខុសហើយអញ្ចឹងយើងត្រូវតែប្រើ to be ឲ្យបានត្រឹមត្រូវហើយនឹងយក verb មិញឧទាហរណ៍ថាពាក្យថា run យើងបូកជាមួយនឹង ing មក running អញ្ចឹងយើងអាចថា he is running អញ្ចឹងទៅវាអាចជា form present continuous tense ហើយអញ្ចឹង example ក្នុងនេះឧទាហរណ៍ថាគាត់កំពុងតែអានសៀវភៅឥឡូវហ្នឹងយើងអាចនិយាយថា he is reading a book យើងអាចបន្ថែម right now យើងអាចបន្ថែមពេលឥឡូវហ្នឹងហើយឬក៏គាត់ថាយើងដឹងថាពួកគេនោះតែលេងទាត់បាល់មុនហ្នឹងឯងអញ្ចឹងយើងចង់និយាយក្នុងភាសាអង់គ្លេសយើងនិយាយថា they are playing football at the moment អញ្ចឹងយើងអាចថែម at the moment នៅចុង football ឲ្យខ្ញុំកន្លែងនេះខ្ញុំអត់បានដាក់ប៉ុន្តែមានន័យតែមួយទេយើងអាចធ្វើអញ្ចឹងបានpresent perfect simple tense គឺជាកាលមួយដែលយើងនិយាយតាក់ទងជាមួយនឹងការ connect រវាងpast state យើងអាចនិយាយថាគឺជាសកម្មភាពពីអតីតកាលរហូតមកដល់ពេលបច្ចុប្បន្ននេះប៉ុន្តែសកម្មភាពមួយហ្នឹងអត់ទាន់ចប់ទេបានន័យថាវានៅតែបន្តមានដល់ឲ្យទៅពេលមានភាពពាក់ព័ន្ធនៅពេលបច្ចុប្បន្ននេះអញ្ចឹង formula របស់វាគឺ subject បូកជាមួយនឹង have or has បូកជាមួយនឹង past participle ដែលយើងហៅថាជា verb 3ហើយបូកជាមួយនឹង object អញ្ចឹង past participle នេះភាគច្រើននៅចុងកតុយវាគឺថែម ed ភាគច្រើនឬក៏ ied ទៅតាមform ដែលយើងត្រូវផ្លាស់ប្ដូរផ្សេងហើយជាមួយនឹង have has យើងត្រូវបន្ថែមពីមុខ verb 3ហ្នឹងដើម្បីឲ្យវាក្លាយជា perfect tense អញ្ចឹងអានេះជាឧទាហរណ៍ដែលខ្ញុំអាចផ្ដល់ឲ្យអ្នកទាំងអស់គ្នាដូចជា I have studied here since 2025ដូចជាខ្ញុំបានសិក្សាឬក៏ខ្ញុំបានរៀននៅទីនេះតាំងពីឆ្នាំ2025អាចពីដើមឆ្នាំ2025មកអញ្ចឹងយើងចង់ដឹងថាយើងចង់និយាយថាសកម្មភាពរបស់យើងចាប់ផ្ដើមតាំងពីឆ្នាំ2025រហូតមកដល់ពេលបច្ចុប្បន្ននៅក្នុងឆ្នាំ2025ដដែលយើងនៅតែបន្តរៀននៅទីនេះទី2 he has read many books recently ចង់ឧទាហរណ៍កន្លែងនេះគាត់ចង់និយាយថាបុរសម្នាក់ហ្នឹងគាត់បានធ្វើការអានសភៅជាច្រើនមករយៈពេលក្រោយហ្នឹងគាត់អានសភៅច្រើនអញ្ចឹងគឺចង់ emphasis ពីចំនួនសភៅដែលគាត់បានអានហើយក៏ដូចជាពីពេលណាមួយរហូតដល់ឥឡូវហ្នឹងគាត់នៅតែអានសភៅអញ្ចឹងគាត់បានអានសភៅជាច្រើនអញ្ចឹងកាលនេះវិញតាក់ទងមួយនឹង present perfect continuous tense គឺយើងនិយាយតាក់ទងដូចស្តៀងទៅនឹង present perfect tense ដែរអ្នកនរគ្នាប៉ុន្តែវាខុសគ្នាត្រង់ថាចំពោះ perfect continuous tense គឺយើងផ្ដោតទៅលើ duration ចង់និយាយពីកន្លងពេលដែលតាំងពីធ្វើសកម្មភាពនៅក្នុងអតីតកាលរហូតមកដល់ពេលបច្ចុប្បន្នដែលយើងកំពុងតែធ្វើសកម្មភាពហ្នឹងតើយើងបានចាយពេលអស់ប្រមាណរយៈពេលដែលយើងធ្វើហ្នឹងយើងចង់ដឹងពីកន្លងពេលដែលយើងធ្វើហ្នឹងអញ្ចឹង formula subject plus have plus been plus verb ing plus object អញ្ចឹងកន្លែងនេះយើងគ្រាន់តែថែម been នៅចន្លោះពីកន្លែង have has ទៅកន្លែង verb ing ទៅវាបង្កើតបានជាប្រយោគ present perfect continuous ហើយអញ្ចឹងយើងសូមមើលទៅលើឧទាហរណ៍យើងមានឧទាហរណ៍ពីរកន្លែងនេះទី1 he has been reading this book for an hour ចង់បានន័យថាគាត់នឹងបានអានសភៅនឹងតាំងពីមុន1ម៉ោងមុនណាគាត់បានអានសភៅនឹងហើយរហូតមកដល់ឥឡូវហ្នឹងគាត់នៅតែអានសភៅនឹងដដែលអញ្ចឹងយើងចង់emphasis ទៅលើចំនួនម៉ោងតាំងពីចាប់ផ្ដើមសកម្មភាពហ្នឹងរហូតដល់ឥឡូវហ្នឹងវាមានរយៈពេលប៉ុន្មានអញ្ចឹងអាហ្នឹងដូចយើងឃើញ an hour បានគាត់អានសភៅហ្នឹង1ម៉ោងហើយទី2 they have been playing football since 2 pm អានេះយើងចង់និយាយថាតើពួកគាត់តាំងពីគាត់លេងបាល់មក
មកដល់ឥឡូវហ្នឹងគាត់ចាប់ផ្ដើមលេងម៉ោងប្រហែលរហូតមកដល់ឥឡូវហ្នឹងណាអញ្ចឹងបានន័យថាគាត់អាចចាប់ផ្ដើមលេងតាំងម៉ោង2រហូតដល់ឥឡូវហ្នឹងបើឧទាហរណ៍ថាម៉ោង5អញ្ចឹងគាត់បានលេង3ម៉ោងហើយអញ្ចឹងទាំងអស់នេះយើងចង់ emphasis ទៅលើអញ្ចឹងហើយ present perfect continuous tense និង present perfect simple tense ហ្នឹងវាសង្កត់ថាមានគេប្រើចូលគ្នាទៅហើយពីហ្នឹងគ្រាន់ថា perfect continuous យើងអឺ យើង specific ខ្លាំងជាងទៅលើចំនួនពេលវេលានៃការធ្វើដូចឧទាហរណ៍ទី2នេះវាសង្កត់ចូលទៅក្នុង present perfect simple វិញណាព្រោះដោយសារតែវា focus ខ្លាំងជាងគេលើចំណុចចាប់ផ្ដើមនៃពេលវេលាដែលយើងធ្វើសកម្មភាពហ្នឹងប៉ុន្តែបើយើងចង់និយាយតាក់ទងជាមួយនឹងថាតើសកម្មភាពយើងធ្វើបានប៉ុណ្ណាហើយរហូតមកដល់ឥឡូវហ្នឹងយើងប្រើ present perfect continuous tenses ហ្នឹងហើយអ្នកទាំងអស់គ្នាអញ្ចឹងឥឡូវយើងចូលមកដល់ slide ចុងក្រោយខ្ញុំចង់ផ្ដល់ជា homework ទៅដល់អ្នកទាំងអស់គ្នាចំពោះវីដេអូដំបូងរបស់យើងអញ្ចឹង homework របស់ខ្ញុំអត់មានអីពិបាកច្រើនទេគឺចង់ឲ្យអ្នកទាំងអស់គ្នាបង្កើត3 sentences ដែល3 sentences ហ្នឹងចូលទៅក្នុងpresent tense មួយអញ្ចឹងនៅក្នុង present tense មួយនៅក្នុង class របស់មួយហ្នឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាបង្កើតជា3 sentence មកឧទាហរណ៍ថា present simple បង្កើត3 sentence present continuous 3 sentence perfect simple 3 sentence perfect continuous 3 sentence ហើយបន្ទាប់មកពេលដែលអ្នកទាំងអស់គ្នាបង្កើតហើយអ្នកទាំងអស់គ្នាអាច comment នៅក្រោមវីដេអូហ្នឹងបាននៅកន្លែង comment section ណាខ្ញុំនឹងធ្វើការពិនិត្យមើលចម្លើយរបស់អ្នកទាំងអស់គ្នាបើសិនជាមានកន្លែងណាខ្វះខាតឬក៏មានកន្លែងណាខុសឆ្គងអីខ្ញុំអាចជួយកែតម្រូវឲ្យអញ្ចឹងយើងបានចប់វីដេអូដំបូងរបស់យើងហើយតាក់ទងជាមួយនឹងការសិក្សាអំពី English 10ដែលថ្ងៃនេះខ្ញុំ focus ទៅលើ present tense អញ្ចឹងបើអ្នកទាំងអស់គ្នាបានមើលវីដេអូសូមកុំភ្លេចចុច subscribe ចំពោះ channel របស់ខ្ញុំហើយក៏សូមចែករំលែកវីដេអូនេះចំពោះមនុស្សជាទីស្រឡាញ់ឬក៏មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាដើម្បីឲ្យពួកគាត់បានសិក្សាអំពីវេយ្យាករណ៍ដែលសំខាន់មួយនេះផងដែរសូមអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយទៀត